ការធ្វើកុដទៀនលើទឹកថ្នាំរថយន្តគឺជាការវិនិយោគដ៏វៃឆ្លាតបំផុតមួយសម្រាប់រថយន្តវាប្រៀបដូចជាការបន្ថែមស្រទាប់កញ្ចក់ណាណូដ៏រឹងមាំមួយជាន់ទៀតពីលើទឹកថ្នាំស៊ីនដើម្បីការពាររថយន្តពីការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅខាងក្រោមនេះជាចំណុចល្អៗនិងអត្ថប្រយោជន៍ចម្បងៗនៃការធ្វើកុដទៀន 1. ដល់ភាពភ្លឺរលោងចែងចាំងដូចឡានថ្មីសារធាតុសេរ៉ាមិចជួយបំពេញរន្ធញើសតូចៗនៅលើសាច់ថ្នាំនិងជំរុញពន្លឺឲ្យចាំងផ្លាតមកវិញយ៉ាងខ្លាំងវាធ្វើឲ្យពណ៌ឡានមើលទៅដិតស្អាតភ្លឺរលត់រលោងដូចកញ្ចក់លេចធ្លោជាងឡានធម្មតាខុសប្លែកតែម្ដង 2. ប្រឆាំងការតោងស្អិតនិងងាយស្រួលលាងសម្អាតផ្ទៃឡានដែលធ្វើកូទីនរួចនឹងមានលក្ខណៈរអិលខ្លាំងដូចស្លឹកឈូកនៅពេលត្រូវទឹកភ្លៀងឬទឹកកខ្វក់វានឹងហូររមៀលចេញអស់ភ្លាមៗដោយមិនដកតោងបង្កើតជាស្នាមទឹកភ្លៀងឡើយធូលីដីជ័រឈើនិងអាចមក្សីក៏មិនអាចតោងស្អិតជាប់លើសាច់ថ្នាំបានឡើយដែលធ្វើឲ្យការលាងម្ដងមានភាពងាយស្រួលនិងរហ័សបំផុត 3. ការពារកម្ដៅថ្ងៃនិងកាំរស្មី UV មិនឲ្យហើរពណ៌នៅក្នុងប្រទេសកម្ពុជាដែលក្តៅខ្លាំងដោយកាំរស្មី UV គឺជាសត្រូវចម្បងដែលបំផ្លាញទឹកថ្នាំឡានឲ្យឆាប់ស្រអាប់ហើរពណ៌និងឡើងលឿងស្រទាប់កូទីនដើរតួជារបាំងឆ្លុះកាំរស្មី UV ចេញជួយរក្សាពណ៌រថយន្តឲ្យនៅថ្មីទោះជាចតហាលថ្ងៃក៏ដោយ 4. ធន់នឹងសារធាតុគីមីនិងអាស៊ីតកាត់ទឹកភ្លៀងអាស៊ីតសែងពុលសាប៊ូលាងឡានដែលមានជាតិកាត់ខ្ពស់ឬជាតិគីមីផ្សេងៗមិនអាចជ្រាបចូលទៅបំផ្លាញស្រទាប់ស្នាមស៊ីនរបស់ឡានបានឡើយព្រោះវាត្រូវរារាំងដោយរបាំងសេរ៉ាមិចដ៏រឹងមាំខាងលើ 5. ការពារស្នាមស្កុតស្រាលៗទោះបីជាវាមិនអាចការពារស្នាមប៉ះទង្គិចខ្លាំងដូចជាការបិទ PPS ក៏ដោយប៉ុន្តែស្រទាប់សេរ៉ាមិចកម្រិតរឹង 9H អាចជួយកាត់បន្ថយនិងការពារផ្ទៃឡានពីស្នាមស្កូតអំបោះឆ្មាស្រាលៗដោយបង្កឡើងដោយការដោតជូតឡានមិនត្រឹមត្រូវនិងការកកិតស្រាលៗបានយ៉ាងប្រសើរ